ដោយចិត្តញោមពុទ្ធបរិស័ទមកជួបជុំគ្នាក្នុងពេលនេះហ្នឹងគឺយើងបន្ទាប់ពីស្ដាប់នៅព្រះបរិត្តនមស្ការគុណបរតនត្រ័យហ្នឹងគឺបានស្ដាប់នៅធម្មីកថាបានស្ដាប់នៅព្រះពុទ្ធវចនៈដែលបានជួយដាស់តឿនសតិស្មារតីឲ្យដឹងថាអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើអ្វីដែលគួរសមាទានអ្វីដែលមិនគួរសមាទានអ្វីដែលគួរតម្កល់ទុកក្នុងចិត្តអ្វីដែលមិនគួរធ្វើទុកក្នុងចិត្តអញ្ចឹងទៅនឹងគឺជាប្រយោជន៍ដែលបានអាស្រ័យការស្ដាប់នៅពធរហូតដល់ព្រះអង្គសម្ដែងថាអបមត្តតោណាជាអ្នកមិនប្រមាទមិនធ្វេសប្រហែសក្នុងការស្ដាប់ធម៌នឹងទេបានមកវត្តមកអារាមហើយត្រូវមានសតិមានស្មារតីកុំធ្វេសប្រហែសត្រូវតែស្ដាប់ធម៌ហើយយកចំណែកនៃធម៌ដែលបានស្ដាប់ដែលបានសិក្សារៀនសូត្រនឹងយកទៅបដិបត្តិបន្តនឹងគឺជា